ជំរាបសួរពុកម៉ែបងប្អូនជាកសិករទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីសត្វល្អិតនៅលើសណ្តែកគូរបស់យើងអញ្ចឹងពុកម៉ែបងប្អូនចង់ដឹងតើមើលជាមួយខ្ញុំទាំងអស់គ្នាថាមុននឹងយើងអត់ទាន់បានប្រើប្រាស់ផលិតផលរបស់យើងបាញ់ទៅលើសណ្តែកគូឬក៏សត្វល្អិតដែលវាតែងតែបំផ្លាញដូចជាពពួកចៃខ្មៅអីចឹងបាទហើយចាំមើលថាពេលដែលយើងបាញ់វារួចហើយក្រោយពីយើងបាញ់តើវាបានងាប់ឬអត់ពុកម៉ែបងប្អូននេះគឺជាចៃដែលវាតែងតែរុំទៅលើតោមផ្កាសណ្តែករបស់យើងនេះគឺយើងអត់ទាន់បានប្រើផលិតផលអីទេចំពោះដែលយើងប្រើផលិតផលហ្នឹងគឺយើងប្រើផលិតផលពីដេងកាគឺជាផលិតផលដែលនៅក្នុងក្រុមហ៊ុនដែលបានផលិតអីចឹងហើយបានចម្រាញ់ចេញពីការដុតធ្យូងកាមហើយដុតឈើផងដែរហើយវាមានវត្ថុធាតុដើមផ្សេងជាច្រើនហើយយើងដឹងហើយថាគឺយើងដាំដំណាំអីក៏ដោយគឺវាយើងតែងតែជួបឲ្យពួកសត្វល្អិតតូចវាតែងតែបឺតជញ្ជក់យកសារធាតុទៅលើដំណាំរបស់យើងមិនថាដំណាំអីទេពុកម៉ែបងប្អូនមានថាដំណាំបន្លែឬក៏ដំណាំចម្ការទេកសិករយើងគឺគាត់តែងតែជួបបញ្ហានឹងមែនតើបើសិនជាពុកម៉ែបងប្អូនមិនចង់ប្រើថ្នាំគីមីទេបងប្អូនអាចដោយសារនេះគឺដល់វគ្គដែលយើងប្រមូលផលអញ្ចឹងមកពុកម៉ែបងប្អូនអាចងាកមកប្រើប្រាស់ផលិតផលធម្មជាតិដែលយើងធ្វើការចម្រាញ់ចេញអំពីការដុតធ្យូងឬក៏មួយគេហៅថាទឹកខ្មេះបងពុកម៉ែបងប្អូនយើងឃើញថាដល់ពេលដែលយើងអត់ទាន់បាញ់គឺវាធ្វើឲ្យដំណាំឬក៏ផ្លែរបស់យើងគឺវាតែងតែជាប់វាខំជាប់ហ្មងណាវាស្អិតយកតែមែនតើមានកសិករខ្លះគាត់ថាបើខ្ញុំប្រើគីមីអូខេយើងប្រើបានប៉ុន្តែនេះគឺជាតែដែលយើងចាប់ដើមប្រមូលផលហើយបើយើងបាញ់គីមីអញ្ចឹងយើងអាចប៉ះពាល់ដល់សុខភាពសម្រាប់អ្នកបរិភោគបើមិនយើងងាកមកប្រើប្រាស់ផលិតផលដែលជាស្នាដៃកូនខ្មែរដែលផលិតនៅក្នុងស្រុកខ្មែរផ្ទាល់អញ្ចឹងយើងអាចបើមិនយើងបាញ់នៅពេលអំឡុងប្រមូលផលវាអត់សូវប៉ះពាល់ដល់សុខភាពណាយើងបាញ់2 ទៅ 3 ថ្ងៃអញ្ចឹងយើងអាចយកញ៉ាំបានបើសម្រាប់គីមីវិញបើមិនជាកសិករបាញ់យ៉ាងខ្លាំងក៏មកទឹកទៅ14ថ្ងៃទៅយើងអាចប្រមូលផលបាននេះគឺជាសណ្តែកគូដែលយើងបានប្រើប្រាស់ផលិតផលរួចគឺយើងឃើញថាគឺវាល្អមែនទែនថាយើងពេលយើងបាញ់កម្ចាត់បើថាពេលយើងបាញ់កម្ចាត់សត្វល្អិតគឺឃើញថាផ្លែរបស់វាគឺអត់មានចៃឬក៏សត្វមកយីឬក៏ធ្វើឲ្យខូចគុណភាពរបស់ផ្លែរបស់យើងទេហើយបើសិនជាពុកម៉ែបងប្អូនចង់ដឹងថាក្រោយពីយើងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតរួចបែបធម្មជាតិរួចគឺយើងឃើញថាសណ្តែកគូរបស់យើងគឺមានការលូតលាស់ល្អមែនតើក្រោយពីយើងអត់ទាន់ប្រើគឺវាធ្វើឲ្យផ្លែហ្នឹងគឺវាអត់សូវល្អទេវាមានដូចជាពួកនេះទុំពួកនោះទុំសត្វនេះសត្វល្អិតនេះស៊ីសត្វល្អិតនោះស៊ីទៅវាពិបាកវីដេអូចែករំលែករបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាកសិករចង់យកដឹងបន្ថែមអីខ្ញុំនឹងមានវីដេអូចេញបន្តទៀតពុកម៉ែបងប្អូននឹងតាមដានហើយជួយចុច like page comment ហើយនឹង share ដើម្បីឲ្យកសិកររបស់យើងដឹងពីរបៀបប្រើប្រាស់ជីធម្មជាតិឬក៏ថ្នាំធម្មជាតិកម្ចាត់ទៅលើសត្វល្អិតនិងជំងឺនិងបាក់តេរីផ្សេងផងដែរហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេគឺសូមអរគុណ